អ្វីក៏ខ្មែរបំប្រើ KS-1C និង PHL 03ក្នុងសង្គ្រាមសៀមឈ្លានពានខ្មែរហេតុអ្វីរុស្ស៊ីមិនប្រើគ្រាប់នុយក្លេអ៊ែរនិងប្រព័ន្ធការពារដែលអាកាស S-400 ក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនមែនតែនទៅនៅក្នុងសង្គ្រាមសៀមឈ្លានពានខ្មែរកំពុងធ្វើឲ្យប្រជាពលរដ្ឋកត់ឆ្ងល់ផ្ដោតយោបល់ជាច្រើនគូធ្វើបែបនេះធ្វើបែបនោះប្រើប្រាស់សភាវុធនេះសភាវុធនោះពួកគាត់អត់អាក្រក់ទេប៉ុន្តែពួកគាត់មិនដឹងទេថាកំពុងតែបំរើសៀមដែលប្រយោលតាមរយៈរូបភាពចែកចាយនិងការផ្ដល់យោបល់ដែលគិតមិនដល់អំពីទំហំនៃសង្គ្រាមឬមិនយល់អំពីក្បួនយុទ្ធសាស្ត្រសង្គ្រាមឥឡូវខ្ញុំសូមលើកឧទាហរណ៍រវាងសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីយើងដឹងថារុស្ស៊ីមានគ្រាប់បែកនុយក្លេអ៊ែរបើត្រឹមកំទេចអ៊ុយក្រែនជារឿងងាយស្រួលហេតុអ្វីក៏មិនប្រើគឺមកពីមូលហេតុច្រើនយ៉ាងដូចជាវិញ្ញាសកម្មមនុស្សជាតិប្រាកដជាអន្តរជាតិលូកដៃជួយសង្គ្រាមអ៊ុយក្រែននិងយុទ្ធវិធីនៃសង្គ្រាមគួរតែប្រើកម្រិតណានៅក្នុងទំហំណានិងមានការឆ្លើយតបកម្រិតណាដូច្នេះមានការវិភាគដ៏ល្អបំផុតដើម្បីជៀសវាងការឆ្លើយតបមកវិញដែលមិនអាចទប់ទល់ជាប់ឬមួយសមត្ថភាពទប់ទល់មានកម្រិតការប៉ុណ្ណាបើសិនជារុស្ស៊ីប្រើគ្រាប់កំទេចគ្រប់យ៉ាងគឺប្រាកដជាអ៊ុយក្រែនស្វែងរកជំនួយឲ្យជួយនិងព្យាយាមមកកំទេចគ្រប់យ៉ាងទៅវិញដូចគ្នាជាមួយសង្គ្រាមសៀមឈ្លានពានខ្មែរគឺបានកំពុងស្ថិតនៅក្នុងកម្រិតនៃការប្រើប្រាស់សភាវុធបើហ៊ានតែប្រើខុសតែបន្តិចនឹងខ្ទេចគ្រប់យ៉ាងដូចគ្នាតើកម្ពុជាយើងចំណេញអ្វីឈ្នះសៀមហើយបានដីមែនទេយើងក៏ដឹងដែរសភាវុធរយៈចម្ងាយរបស់សៀមមានដូចខ្មែរដែររាល់ថ្ងៃវាកំពុងតែចោទថាខ្មែរត្រៀមប្រើដើម្បីវាបានលេះប្រើតើដំណើរការនៃសង្គ្រាមនេះបងប្អូនយល់ទេឧទាហរណ៍រឿងប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ីតើហេតុអ្វីក៏មិនបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែនពិភពលោកបច្ចុប្បន្នគ្មានប្រព័ន្ធការពារដែនអាកាសណាដែលមានសមត្ថភាពរ៉ាដាតាមបាញ់ប្រហារទំហំធំប៉ុនប្រទេសមួយនោះទេចុះគេបង្កើតមកដើម្បីអ្វីធ្វើការពារត្រឹមរយៈចម្ងាយខ្លីត្រឹម100គីឡូម៉ែត្រការ៉េតាមព្រំដែនហើយសមត្ថភាពនៃការប្រើប្រាស់ក៏មិនទាន់មានការកំណត់ដឹងច្បាស់លាស់ដែរគ្រាន់តែផ្អែកលើទិន្នន័យនៃសង្គ្រាមប៉ុន្តែមិនទាន់បានប្រឡូកនឹងសង្គ្រាមផ្ទាល់ទេឲ្យតែប្រើប្រាស់ខុសបន្តិចខាងសត្រូវអាចសន្និដ្ឋានបានគ្រប់ពេលដូច្នេះហើយទើបរុស្ស៊ីគ្រាន់តែគម្រាមនឹងត្រៀមក្នុងលក្ខខណ្ឌកំណត់ច្បាស់លាស់បំផុតគឺទើបហ៊ានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសគឺផ្អែកលើយុទ្ធសាស្ត្រសង្គ្រាមទំហំនៃសង្គ្រាមត្រៀមខ្លួនសម្រាប់សង្គ្រាមរយៈពេលវែងមិនមែនលេងបាញ់ម្ដងទាំងអស់ចុះពេលក្រោយមានអ្វីប្រើទៀតរួចគ្រាប់នីមួយៗក៏មិនមែនបាញ់ត្រូវទាំងអស់នោះទេត្រឡប់មកវិញចំពោះសង្គ្រាមសៀមឈ្លានពានខ្មែរគឺកំពុងតែស្ថិតនៅក្នុងកម្រិតខ្មែរទប់ទល់នឹងសៀមឈ្លានពានបើសួរខ្ញុំថាតើខ្មែរទប់ទល់របៀបណាខ្ញុំអាចឆ្លើយត្រឹមថាមកដល់ម៉ោងនេះសៀមមិនទាន់ហ៊ានពង្រីកនៃសង្គ្រាមគឺប្រើប្រាស់នៅសង្គ្រាមតាមព្រំដែននិងចាប់ប្រកាន់ថាខ្មែរជាអ្នកឈ្លានពានដូច្នេះខ្មែរប្រើត្រឹមតែកងទ័ពថ្មើរជើងនិងប្រើប្រាស់សភាវុធត្រឹម BM21ដើម្បីជួយទប់ទល់គឺមានសមត្ថភាពស័ក្តិសមល្មមប៉ុន្តែបើខ្មែរប្រើប្រាស់លើសពីនេះសៀមត្រៀមតែចាប់កំហុសខ្មែរទេដើម្បីឆ្លើយតបខ្មែរវិញខ្ញុំសូមផ្ដាំទៅបងប្អូនផងដែរកុំហែកទ្រូងដើម្បីឲ្យក្អែកចឹកខ្ញុំនឹកឃើញអ្វីក៏និយាយនឹងគឺបងប្អូនត្រូវដឹងសង្គ្រាមប្រើប្រាស់គំនិតមិនមែនប្រើប្រាស់កំហឹងទេខ្ញុំសូមបញ្ចប់សំណេរសង្ខេបបែបខ្លីដើម្បីផ្ដល់ទិន្នន័យបងប្អូនស្វែងយល់ត្រឹមតែប៉ុណ្ណឹងចុះបើសិនជាមានចំណុចខ្វះខាតឬលើសលួសនៅត្រង់ចំណុចណាខ្ញុំសូមការអធ្យាស្រ័យទុកជាមុនខ្ញុំសូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃនេះស្ដាប់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមបងប្អូនទាំងអស់គ្នាបន្តការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា